ហើយសងសឹកឲ្យគ្រួសារកើហើយការពិតយើងគឺជាមនុស្សធ្លាក់ខ្លួនដូចគ្នាទេខ្ញុំក៏មិនល្អជាងលោកប្រមាណដែរថ្មីត្បិតតែខ្ញុំអត់ត្រូវជន់អាក្រក់នោះពលបង្កាញ់ប៉ុន្តែសំណាងអាក្រក់នេះចិត្តតែមកធ្វើបាបគ្រួសារអ៊ីរហូនអញទៅទេបដែរប្រកាសហើយដំបងគឺពួកយុគមនោះនៅតំបន់ខ្ញុំបានយកភ្លើងទៅដុតកំទេចផ្ទះខ្ញុំចោលអស់តមកទីពុកខ្ញុំនិងម្ដាយខ្ញុំខឹងខ្លាំងពេករហូតដល់ស្លាប់នៅស្រុកគេខ្ញុំស្ទើរតែលុកខ្លួនបញ្ចុះសពឲ្យពួកគាត់ទេរឿងនេះខ្ញុំកំសត់មែនទេពិតជាកំសត់ណាស់យិនហ្វុងស្មានដល់ថាឯងក៏មានរឿងដល់ម្លឹងដែរណាអរខ្ញុំសុំទោសណាឥឡូវលោកនេះខ្ញុំគ្មានញាតិសន្តានអីទេមានតែលោកជាមិត្តល្អប៉ុណ្ណោះដូច្នេះហើយយើងត្រូវតែចេះជួយគ្នាដូច្នេះអ្វីៗទាំងអស់នោះពួកយើងចាប់ផ្ដើមសាច់ជាថ្មីទៅយើងប្រកាសជាបានជោគជ័យនៅលើកចុងក្រោយរបស់យើងជាមិនខានទេជួបរឿងដូចគ្នាតែឯងសុទ្ធតែនិយមជាងខ្ញុំត្រូវហើយតែស្អីចេះតែមកទោសអញ្ចឹងមិនជាមិនឈប់បាច់ទេយើងទៅតែប៉ុណ្្នឹងស្មាត់ឲ្យឡើងវិញនិយាយអញ្ចឹងលោកព្រមទទួលខ្ញុំជាមិត្តល្អហើយហ៎ហាហាល្អណាស់ល្អណាស់បងជាហងពួកយើងជាបងប្អូននឹងគ្នាថ្ងៃក្រោយមានរឿងអីនោះប្រាប់ខ្ញុំមកខ្ញុំនឹងជួយបងទាំងអស់ណានេះបងសាយស្អីហ្នឹងឯងមិនអាហារបាញ់ពេលមានបញ្ហាផងតែជួយគេទៀតខ្ញុំអេនេះបងជាហងខ្ញុំចង់និយាយថាមិនមែនមនុស្សដែលនៅក្បែរបងសុទ្ធតែអាក្រក់នោះទេដូចជាខ្ញុំចឹងណាខ្ញុំមិនមែនមនុស្សអាក្រក់ទេខ្ញុំជាមនុស្សប្រកាន់សច្ចៈណាមានរឿងអីត្រូវតែចេះជួយគេទឹកចិត្តរបស់ឯងខ្ញុំយល់ហើយពិតជាយល់មែនទេបាញ់ចឹងតាអ្នកណាយល់ពីទឹកចិត្តបងដែរទៅឬក៏អ្នកនាងម្នាក់ឈ្មោះស្អីគេនោះហ្នឹងឯងកំពុងនិយាយពីអីគឺម្នាក់នោះណាមកតបងចូលចិត្តទុកដាក់នឹងគេណានាងជានរណាទៅនិយាយប្រាប់ខ្ញុំមើលហាជាងហើយនាងជាអ្នកបម្រើរបស់លោកយាយខ្ញុំឥឡូវគ្រួសារកើតដួលរលំនាងខ្លាចទៅជាបន្ទុករបស់ខ្ញុំនាងទៅរកបងស្រីនាងហើយនេះអញ្ចឹងពេលជប់នោះលោកដេកមិនលុះលោកនឹកដល់ប្រពន្ធដែលធ្វើឲ្យលោកពិបាកចិត្តនោះមែនទេឯងរវល់ច្រើនពេកហើយឆាប់ទៅធ្វើការទៅបងជាហងខ្ញុំអត់មើលច្រឡំទេរកខ្ញុំឯកាយហ្នឹងមើលទៅរបួសលោកដូចជាច្រើនហើយនាងយកចិត្តទុកដាក់នៅរបួសខ្ញុំ